សម្ដេចគតិប្រិបណ្ឌិតប៊ុនរនីហ៊ុនសែនអញ្ជើញរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅខេត្តសៀមរាបសម្ដេចគតិប្រិបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំអនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខនាព្រឹកថ្ងៃទី15ខែកញ្ញាឆ្នាំ2025ស្ថិតនៅខេត្តសៀមរាបចំនួន3ទីតាំងក្នុងបុព្វហេតុសូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាពជាតិសុខសាន្តត្រានរីកចម្រើននិងអភិវឌ្ឍជាលំដាប់ជាឆ្ងាយពីសត្រូវឈ្លានពានយាយីទាំងឡាយពិធីបួងសួងចម្រើនសេចក្តីសុខត្រូវបានប្រារព្ធធ្វើនៅទី1ទីសក្ការៈព្រះអង្គជ័យព្រះអង្គចំទី2តំបន់អភិរក្សអង្គរនិងទី3នៅប្រាសាទអង្គរទូចក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមីព្រះអង្គជ័យព្រះអង្គចំបារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រមហាបុព្វបុរសដូនតាខ្មែរដួងព្រលឹងនៃទ័ពទួយធំសូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាពជាតិសុខសាន្តត្រានរីកចម្រើននិងអភិវឌ្ឍជាលំដាប់ជាឆ្ងាយពីសត្រូវឈ្លានពានយាយីទាំងឡាយជាពិសេសគឺសូមតាមថែរក្សាពុកម៉ែអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរួមទាំងវីរៈកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍មានសុខសុវត្ថិភាពរស់នៅប្រកបដោយបវររកទទួលទានមានបាននិងសូមជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយ